នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងទៅនឹងការបង្កើតបញ្ជីវត្តមានជាមួយនឹង checkbox ជំហានដំបូងអ្នកទាំងអស់គ្នាត្រូវចូលទៅយក checkbox ជាមុនសិនដើម្បីយក checkbox យើងចូលទៅ developer ចំពោះចំណុច developer នេះខ្ញុំបានបង្ហាញពីវីដេអូមុនហើយបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវចូលទៅ insert រួចយក checkbox បន្ទាប់មកគូលើ cell ដែលយើងចង់គ្រីសសិស្សដែលអវត្តមានហើយយើងលុបចោលទៅកាលណាយើងចង់កែលើកប្រូទីតាំងអ្នកនរគ្នាចុច mouse ស្ដាំលើវាហើយដាក់ mouse លើ outline អញ្ចឹងយើងអាចសេរីបានទេបន្ទាប់មកយើងចុចទៅលើ cell មួយហ្នឹងដើម្បីអូសបានច្រើន checkbox ច្រើនទៀតអូសនឹងមកហើយទាញមកណានេះចុចមកឆ្វេងជាប់អូសមកដូចគ្នាខាងក្រោមអ្នកនរគ្នាត្រូវចូលទៅទាញមកក្រោមដូចគ្នាដូច្នេះកន្លែងនេះយើងអាច tick បានហើយជំហានបន្ទាប់អ្នកនរគ្នាត្រូវតែទៅកំណត់នៅប្រអប់នីមួយៗឲ្យចេញពាក្យថា true ឬក៏ false កន្លែងនេះយើងចុចមកស្ដាំលើវាទៅកន្លែងនេះអ្នកនរគ្នាចុចមកស្ដាំលើវាយកពាក្យថា format control បន្ទាប់មកមើលទៅលើ cell link តើនេះបានន័យថាយើងចូលទៅកំណត់ link អី link កន្លែងយើង tick នេះបើសិនយើង check box ឬក៏ tick កន្លែងនេះឲ្យចេញពាក្យ true ឬក៏ false នៅក្នុង cell ណាបានន័យថាយើងគ្រីសនឹងយើង tick នឹងឲ្យដំណើរការនៅលើ cell មួយនេះអញ្ចឹងកាលណាខ្ញុំគ្រីសខ្ញុំចង់ឲ្យ cell នេះវា active វាមានដំណើរការដូច្នេះយើងចុច mouse កន្លែងហ្នឹងមកបន្ទាប់មកចុច OK ឥឡូវសាកមើលពេលយើងគ្រីសគឺចេញពាក្យ true នៅខាងក្រោយពេលដោះចេញពាក្យថា false បាទដោះចេញ false ពេលយើង tick true អញ្ចឹងធ្វើដូចគ្នាទាំងអស់កន្លែងហ្នឹងធ្វើឲ្យមួយទៀតណាចុចមកស្ដាំលើប្រអប់យកពាក្យថា format control រួចយើងចុច link ហើយខ្ញុំចង់ tick កន្លែងហ្នឹងឲ្យ cell មួយនឹងដំណើរការដែរពេលដែលយើង tick កន្លែងហ្នឹងគឺឲ្យ cell ដែលយើងពង្រួយឆោដំណើរការអញ្ចឹងលើដាក់ mouse កន្លែងហ្នឹងមកនេះចេញ D5 ហើយអូខេហើយចុចមើលឃើញទេដំណើរការប្រអប់ទាំងអស់នេះគឺធ្វើដូចគ្នាទាំងអស់សូមបញ្ជាក់ធ្វើដូចគ្នាទាំងអស់មកដល់ចំណុចនេះទាំងអស់គ្នាពិតជាឆ្ងល់ថាយើងធ្វើមួយទៅបើនៅអក្សរ true false ពេញនឹងអញ្ចឹងហើយវាមិនស្អាតទេមែនទេកិច្ចការយើងគឺអត់ស្អាតទេដូច្នេះកន្លែងនេះគឺយើងមានដំណោះស្រាយនៅក្នុងការបំបត្តិពាក្យថា true ឬក៏ false អ្នកទាំងអស់គ្នាគ្រាន់តែ select លើ cell ទាំងអស់ហ្នឹងមកដែលយើងចង់បំបត្តិហ្នឹងរួចហើយយក home ទៅបដូរផុនអក្សររបស់យើងពីពណ៌ក្រហមទៅជាពណ៌សធ្វើយ៉ាងណាឲ្យស៊ីជាមួយនឹង background ឬក៏ fill របស់យើង fill យើងពណ៌សយើងយកពណ៌សទៅគឺឡើងឃើញហើយបាទដំណាក់កាលបន្ទាប់គឺយើងត្រូវស្រង់រូបមន្តកាលណាយើងគ្រីសកន្លែងនេះកាលណាយើងគ្រីសកន្លែងនេះមានន័យថាសិស្សអវត្តមានសិស្សនឹងអវត្តមានម្ដង1 2ណាឲ្យលោតកន្លែងនេះចេញលេខ2ដែរបើយើងគ្រីសកន្លែងនេះពុតមួយទៀតគឺឲ្យចេញលេខ3កន្លែងនេះឲ្យវារាប់ឲ្យយើងអញ្ចឹងកាលណាយើងចង់រាប់ទៅតាមលក្ខខណ្ឌឬក៏តាមប្រភេទបែបនេះគឺយើងប្រើជាមួយនឹងរូបមន្ត count បាទជាស្រ័យខ្ញុំសូមដូរអក្សរកន្លែងនេះយកអក្សរពណ៌សម្ដងដើម្បីពេលកណនាទៅគឺឃើញច្បាស់អញ្ចឹងយើងប្រើរូបមន្ត count បន្ទាប់មកយើង select ទៅលើ cell ដែលយើងចង់រាប់ក្នុងមួយសប្តាហ៍ហ្នឹងហើយកបៀសមួយយើងចង់រាប់តែកដែលយើងគ្រីសក្នុងអក្សរក្នុង field ហ្នឹងគឺចេញពីថា true ឯងអញ្ចឹងយើងចង់រាប់តែប្រអប់ណាដែលគ្រីសទេបាទអញ្ចឹងចំពោះយើងអត់គ្រីសយើងអត់ចង់រាប់ទេដូច្នេះ enter មកនេះបើយើងគ្រីសមួយទៀតគឺឡើង4ទេគ្រីសទៀតឡើង5ទេបាទ
នៅពេលយើងដោះចេញវាទៅតាមតម្លៃ5 4 3បាទដូចគ្នាខាងក្រោមគឺយើងប្រើរូបមន្តដូចគ្នាទាំងអស់បាទអញ្ចឹងវីដេអូនេះខ្ញុំគិតថារឿងវែងដែរប៉ុន្តែធ្វើយ៉ាងណាឲ្យអ្នកនរគ្នាបានឃើញពីរបៀបនៃការបង្កើតហើយសង្ឃឹមថាអ្នកនរគ្នាក៏ដូចជាលោកគ្រូអាចយកវីដេអូនេះទៅបំបែកបន្ថែមទៅដល់នឹងការចងក្រងរូបមន្តទៅលើតាមសាលារៀនខ្លួនបាទអរគុណជួបគ្នាវីដេអូក្រោយ